ช่วยส่วนนี้ต่างគ្នាไงนี่ให้ยมมาឆ្លើយសំណួរចំនួន2ដែលខ្ញុំតែងតែទទួលបានពីសិស្សអញ្ចឹងណាអញ្ចឹងសំណួរទី1គាត់តែងតែសួរខ្ញុំថាតើនៅពេលដែលរៀនចប់អញ្ចឹងតើយើងមានចេញជាសញ្ញាបត្រឲ្យអត់អញ្ចឹងតើតើជាមួយនឹងសញ្ញាបត្រសាលាទូទៅគឺអាចចេញជាសញ្ញាបត្របានទេលុះត្រាតែឧទាហរណ៍ថាជាពិសេសទៅសញ្ញាបត្រ ASK ហ្នឹងហ្មងលុះត្រាតែអ្នកសាលាហ្នឹងគឺមានសហប្រតិបត្តិការជាមួយនឹងខាងណាដែលគាត់អាចទទួលប្រឡង ASK ហ្នឹងទើបអាចមានសិទ្ធិក្នុងការចេញយកសញ្ញាបត្រ ASK ហ្នឹងតែម្ដងអញ្ចឹងខ្ញុំតែងតែទទួលសំណួរថាតើខ្ញុំអាចចេញសញ្ញាបត្រនឹងបានអត់គឺបច្ចុប្បន្ននេះតើតើនឹងសាលាគឺអត់ទាន់មានច្រើនទេមានតែសាលាប្រហែលជាមួយចំនួនមួយចំនួនតូចទេដែលគាត់អាចចេញជាសញ្ញាបត្រ ASK ហ្នឹងដោយសារគាត់មានការ collaborate ជាមួយគ្នាជាមួយនឹងខាងណាដែលគាត់អាចចេញយកសញ្ញាបត្រ ASK ហ្នឹងបានហើយតើតើជាមួយនឹងមួយទៀតសំណួរដែលខ្ញុំតែងតែជួបមួយទៀតនោះគឺសិស្សគាត់សួរថា老师ខ្ញុំអាចរៀន3ខែខ្ញុំចេះអត់បងប្អូន3ខែរៀនអត់ចេះទេខ្ញុំនិយាយចឹងហ្មងអត់មានគ្រូអាទិទេពណាឬក៏សិស្សអាទិទេពណាមករៀន3ខែចេះទេខ្ញុំសូមបញ្ជាក់តែប៉ុណ្្នឹងអញ្ចឹងបើសិនជាចង់ច្បាស់ព័ត៌មានថាតើខ្ញុំត្រូវរៀនប្រហែលខែឬក៏រៀនយ៉ាងម៉េចដើម្បីឲ្យខ្ញុំឆាប់ចេះអាហ្នឹងខ្ញុំមានចម្លើយតែបើសួរខ្ញុំថា3ខែរៀនចេះអត់ខ្ញុំសូមឆ្លើយថា no ចឹងអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចជួយ like និង subscribe ហើយបើសិនជាចង់ចុះឈ្មោះចូលរៀនតាមអនឡាញក៏ដូចជាផ្ទាល់សូមតាក់ទងមកកាន់ Telegram 087 5371 និង36បាយបាយ